Bài năng từ bằng hai tên này volume này tiếp xa chỉ bị trăm kháในក្នុង exchange របស់គេបើយោងទៅតាម crypto quant បានបញ្ជាក់ថាចំនួន volume 3.5 trillion ដុល្លារជារៀងរាល់ខែគឺតែងតែ liquid ចូលទៅក្នុង exchange របស់ Binance គឺបានន័យថា trading volume ប្រហែលជា 3.5 trillion ដុល្លារហ្នឹងគឺតែងតែធ្វើការ flow នៅក្នុង exchange របស់ Binance ជារៀងរាល់ខែដែលបានបង្ហាញថា Binance គឺជា exchange ធំជាងគេលេខ1ដែលមាន cash flow ធំជាងគេនៅលើពិភពលោកយើងបន្តពាក់ព័ន្ធជាមួយនឹងព័ត៌មានរបស់អេរ៉ង់ហើយនិងសហរដ្ឋអាមេរិកបន្តទៀតដោយការពីព័ត៌មានមុនគឺយើងបានដឹងថាអេរ៉ង់គឺបានស្នើសុំលក្ខខណ្ឌចំនួន10ចំណុចទៅកាន់សហរដ្ឋអាមេរិកដើម្បីព្រមព្រៀងគ្នាក្នុងការបញ្ឈប់សង្គ្រាមប៉ុន្តែខំមកទៀតគឺយើងបានទទួលព័ត៌មានថ្មីនៅខាងប៉ែកសហរដ្ឋអាមេរិកតែម្ដងលោកត្រាំនឹងគឺគាត់បាននិយាយថាផែនការរបស់អេរ៉ង់ទាំង10ចំណុចហ្នឹងវាគឺជាមូលដ្ឋានដែលអាចប្រើប្រាស់សម្រាប់ការចរចាប៉ុន្តែខាងស្ថាប័នមានឬក៏ The White House បាននិយាយថាផែនការទាំង10របស់អេរ៉ង់ហ្នឹងគឺមិនអាចទទួលយកបានឡើយហើយក៏ត្រូវបានបោះចោលទាំងស្រុងតែម្ដងគឺបានន័យថាសំណើទាំង10របស់អេរ៉ង់ហ្នឹងមិនត្រូវបានសហរដ្ឋអាមេរិកទទួលយកក៏ដូចជាព្រមព្រៀងនៅត្រង់ចំណុចណាមួយឡើយបែបបនជាមួយនឹងកងកម្លាំងរបស់សហរដ្ឋអាមេរិកគឺនៅតែស្ថិតនៅក្នុងក៏ដូចជាជុំវិញនៅប្រទេសអេរ៉ង់ផងដែររហូតដល់កិច្ចព្រមព្រៀងនឹងត្រូវបានធ្វើឡើងពិតប្រាកដគឺបានន័យថានឹងធ្វើសំណើថ្មីដែលអាចទទួលយកបានទាំងសងខាងអីចឹងទៅដោយលោក Trump នឹងគឺក៏បាននិយាយថានាវាទាំងអស់យន្តហោះក៏ដូចជាយោធាទាំងអស់នឹងគឺនៅតែស្ថិតនៅចំទីតាំងដែលពួកគេឈរជើងដដែលរហូតដល់កិច្ចព្រមព្រៀងត្រូវបានអនុវត្តយ៉ាងពេញលេញអញ្ចឹងគឺបានន័យថាកិច្ចព្រមព្រៀងទាំង10នឹងគឺត្រូវបានឆាចោលហើយកងកម្លាំងរបស់សហរដ្ឋអាមេរិកនឹងគឺនៅតែបន្តឡោមព័ទ្ធអេរ៉ង់ហើយជាអាចនឹងមានការវេផាកើតឡើងជាថ្មីម្ដងទៀតប្រហែលជាមិនអាចនៅ12សប្តាហ៍ទេអញ្ចឹងយើងមានតែចាំតាមដានបន្តទៀតថាវានឹងមានរឿងអីកើតឡើងហើយបើសិនជាមានអ្វីអាប់ដេតថ្មីខាងក្រុមការងារអាចារ្យនឹងយកមកធ្វើការចែកជូនទៅកាន់អ្នកគ្នាបន្តទៀតដូចគ្នាហើយបើសិនជាអត់មានករណី account Binance ទេអ្នកគ្នាអាចចូលទៅធ្វើការ register នៅក្រោម brief របស់អាចារ្យបានដើម្បីទទួលបានជាមួយនឹង benefit ផ្សេងៗបន្តទៀត